អភិវឌ្ឍសិល្បៈដឹកនាំក្នុងខ្លួនអ្នកនៅក្នុងចំណុចនៅក្នុងសភៅនេះខ្ញុំពិតជាចង់ឲ្យបងប្អូនទិញសភៅនេះវាមកអានដោយសារតែការអានសភៅមិនថាសភៅអីក៏ដោយគឺវាបដោះគំនិតឲ្យយើងឯងគិតបានច្រើនធ្វើឲ្យយើងនឹងដូចមានទីប្រឹក្សាបងប្អូនដូចមានទីប្រឹក្សានៅចាំឲ្យយោបល់យើងចឹងពេលដែលយើងបានអានសភៅណាបើចំណែកខ្ញុំវិញគឺខ្ញុំឲ្យតែបានអានសភៅគឺខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំរស់នៅមានន័យហ្មងឃើញមនុស្សដឹងចឹងដូចឃើញមនុស្សបច្ចុប្បន្នគឺដឹងហ្មងឬក៏អ្នកដែលលក់អនឡាញអីបកប្រាស់អីផ្សេងៗគឺល្បិចគឺផ្សេងៗគឺយើងដូចស្គាល់គេហ្មងដូចស្គាល់ម្នាក់នឹងអញ្ចឹងដោយសារតែសតការយើងអានសភៅនឹងឯងច្រើនប៉ុន្តែនៅក្នុងចំណុចសភៅនេះខ្ញុំចង់លើកមួយចំណុចមួយដែលត្រង់ថាខ្ញុំអានមកយល់គឺតាកតទៅនៅក្នុងអ្នកដឹកនាំគេថាហេតុដូចម្ដេចទៅដែលហៅថាអ្នកដឹកនាំណាអញ្ចឹងគឺនៅក្នុងសភៅហ្នឹងគឺគេអត់បានខាងអ្នកដឹកនាំហ្នឹងគឺរៀនកម្រិតប៉ុណ្ណេះរត់កម្រិតប៉ុណ្ណោះទេគឺគេគ្រាន់តែចុចមួយចំណុចថាអ្នកនោះនឹងឯងអាចឲ្យគេនឹងឯងដើរតាមខ្លួនបានអត់ធ្វើម៉េចឲ្យគេនឹងឯងស្ដាប់ខ្លួនឯងហើយធ្វើតាមខ្លួនឯងអានឹងឯងគឺជាអ្នកដឹកនាំអញ្ចឹងគឺអ្នកខ្លះគាត់មិនចាំបាច់រៀនទេប៉ុន្តែគាត់មានវិធីសាស្ត្រមួយគាត់ថាធ្វើឲ្យអ្នកនោះឯងគឺដើរទៅតាមគាត់ឬក៏ធ្វើទៅតាមគាត់នឹងឯងគឺគាត់នឹងឯងមានអ្នកដឹកនាំឯងនៅក្នុងខ្លួនមិនមែនត្រឹមតែថាយើងនឹងរៀនខ្ពង់ខ្ពស់ដែលយើងគ្រាន់តែថាមួយចំណែកមួយថាពេលដែលយើងរៀននឹងឯងបានខ្ពង់ខ្ពស់គឺធ្វើឲ្យគេនឹងឯងយើងនិយាយទៅគេគឺគេស្ដាប់យើងនឹងឯងច្រើនដោយសារតែយើងនឹងឯងមានវិធីសាស្ត្រមានការណែនាំអីផ្សេងៗគឺផ្សេងៗគឺយើងអាចមានអញ្ចឹងគឺបងប្អូនចង់ខ្លាចជាអ្នកដឹកនាំគឺបងប្អូនកុំភ្លេចសភៅនេះទិញអានទៅហើយខ្ញុំក៏មិនមែនជាអ្នកដែលមកលក់សភៅឯដែរគឺខ្ញុំគ្រាន់តែថាឃើញចំណុចល្អអញ្ចឹងទៅខ្ញុំចង់និយាយអំពីថាប្រយោជន៍នៅក្នុងសភៅនេះខ្លះៗដែលខ្ញុំអានបានមកគឺយកមកចែករំលែកដើម្បីឲ្យបងប្អូនយើងឬក៏ខ្មែរយើងឯងជួយចាត់អានសភៅគោលដៅរបស់ខ្ញុំគឺចង់ឲ្យបងប្អូនឯងជួយចាត់អានសភៅចង់ឲ្យបងប្អូនឯងយកចិត្តទុកដាក់នៅក្នុងការអានមែនទែនដោយសារតែការអាននឹងឯងគឺធ្វើឲ្យយើងនឹងឯងមានគំនិតថ្មីមានគំនិតនឹងឯងរកស៊ីអីផ្សេងក្នុងគ្រួសារបើសិនតែគ្រួសារមេគ្រួសារដូចជាឪពុកម្ដាយអីផ្សេងអត់ចេះណែនាំកូនទេសួរថានំកូននឹងឯងទៅរកកន្លែងល្អបានអត់អាចទៅបានទេអញ្ចឹងគឺកន្លែងនេះឯងដែលចង់ឲ្យបងប្អូនឯងការអានបណ្ដោះការអានឲ្យមែនទែនដើម្បីយើងឯងខ្លាយទៅជាមាតាល្អទៅជាឪពុកល្អទៅជាមេភូមិល្អទៅជាអ្នកដឹកនាំល្អផ្សេងអញ្ចឹងជាចុងក្រោយនេះក្នុងការអូរបស់ខ្ញុំគឺខ្ញុំគ្រាន់តែចង់ណែនាំឲ្យបងប្អូននឹងឯងចេះអានសភៅទិញសភៅមកអានជាការកំសាន្តលេងឬក៏អានដើម្បីកំសាន្តលេងអានដើម្បីយកចំណេះដឹងអានដើម្បីអភិវឌ្ឍខ្លួនអីផ្សេងៗបងប្អូនអានដើម្បីអភិវឌ្ឍខ្លួនអីផ្សេងៗហ្នឹងគឺជាចំណុចដែលយើងត្រូវអានអញ្ចឹងគឺជាចុងក្រោយសូមបងប្អូនទាំងអស់គ្នាដែលបានស្ដាប់វីដេអូរបស់ខ្ញុំគឺសូមជួយ like ហើយនិងជួយ share ដើម្បីជាការអប់រំដល់បងប្អូនជំនាន់ក្រោយឬក៏បងណាដែលខ្លះដែលមិនដឹងថាទិញសភៅណាមកអានឬក៏យកសភៅណាមកអានទៅបងប្អូនអាចឃើញបងប្អូនអាចនឹងយល់ដឹងអំពីសភៅមួយអំពីថាប្រយោជន៍មួយដែលខ្ញុំអានបានចែករំលែកខ្លះហ្នឹងគឺបងប្អូនអាចទៅរកទិញបានបាទជាចុងក្រោយសូមអរគុណបងប្អូនអរគ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំ